ខ្ញុំមិនស្អីបងចង់ដាក់ស្រីបងមកនេះចង់សម្រួលបងមកនេះមកចាក់ឡានក្តាន់2វត្តសិទ្ធទូណៃខ្ញុំហ៊ានស៊ីហ៊ានសងហ៊ានឆ្លោះលបងហ៊ានជាប់តុកគាត់នេះនោះណាអូនបងឃើញឈរណានោះខ្ញុំម្នាក់ឯងបុកយកប្រមួយត្រឡប់កាន់ពួរខ្ញុំអូនអត់គាត់ទៀតយកនេះបើចាំដៃបាច់ពាន់បុកខ្ញុំចង់ពីវត្តទៅអស់10នាទីអូបានឆ្ងាយទៀតឥឡូវគឺថាគាត់ដល់ស្រីអត់ចង់ដល់ស្រីមកនេះជំរាបសួរប្រិយមិត្តទូទាំងប្រទេសទាំងអស់គ្នាខ្ញុំថាវនីមកពីអង្គភាពផ្សារព័ត៌មានខ្ញុំញញឹមដែលហៅកាត់ថាពីស្មៃហត់យូគណៈបរិញ្ញានេះមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡាននិងម៉ូតូហើយឥឡូវនេះកំពុងតែមានការជជែកវែកញែកគ្នាយ៉ាងខ្លាំងចង់ដឹងរឿងរ៉ាវបែបណាទៅជួបជាមួយនឹងជនរងគ្រោះទាំងអស់គ្នាយេស៊ូអូនជំរាបសួរបងអីរឿងរ៉ាវបែបម៉េចអូនចាំហេតុណាឡានបុកខ្ញុំហ្នឹងចានោះឡាននៅខាងនោះអីឥឡូវមិនដោះស្រាយបែបនេះគាត់អត់ដោះស្រាយខ្ញុំមិនស្អីស្អីហ៎បាទខ្ញុំបងទៅអូនតែយ៉ាប់មកខ្ញុំហ្នឹងក៏អូនឯងភ្លឺបងលឺស្អីបងចង់ធាំងខ្ញុំមិនស្អីចាឥឡូវមកស្អីឡានក្នុងបុកខ្ញុំមិនស្អីបងចង់ដោះស្រាយបងមកនេះចង់សម្រួលបងមកនេះចាចឹងក៏អត់មកព្រួតទេចាមកចាក់ឡានក្តាន់2វត្តសិទ្ធទូណៃចង់ដោះស្រាយមកនេះអូផ្លាក់លេខចាផ្លាក់លេខក្តាន់2វត្តសិទ្ធទូណៃចង់ដោះស្រាយមកនេះខ្ញុំមិនដឹងតៃខ្ញុំហ៊ានស៊ីហ៊ានសងហ៊ានឆ្លោះលបងហ៊ានជាប់តុកគាត់នេះនោះណាអូនបងឃើញឈរណានោះហើយក៏អត់ទៅមកដោះស្រាយអីចឹងមើលខ្ញុំម្នាក់ឯងបុកយកប្រមួយត្រឡប់កាន់ពួរខ្ញុំក៏គួរអត់គាត់ទៀតយកនេះបើចាំដៃបាច់ពាន់ណាបុកខ្ញុំចង់ជីវិតទៅអស់10នាទីអូបានឆ្ងាយទៀតឥឡូវគឺថាគាត់ដល់ស្រីអត់ចាចង់ដល់ស្រីមកនេះចាដល់ពេលចឹងបងអត់នឹងនិយាយមិនទេឥឡូវគាត់មិនต้องតែមួយបងមិនមែនតែមិនគាត់ដល់ស្រីខ្ញុំមិនស្រីបាននឹងនិយាយរឿងស្អីទៅអាយអត់ជឿទេឥឡូវចាំមើលបងសួរគាត់មើលគឺហេតុបែបម៉េចចង់និយាយថាបុកខ្ញុំអូម៉ៃគាត់អើតាំងពីវត្តភ្នំមកដល់ក្តាន់2បើគាត់ចប់ពីឡានមកគាត់ឈប់ទោសខ្ញុំមិនចប់ប៉ុន្តែនេះគាត់អត់មានដោះស្រាយគាត់អត់សុំទោសខ្ញុំទេតែអូនមានប្រើប្រាស់គឺគាត់នេះអត់អត់ទេហើយបងខ្ញុំធ្វើការអរហ្វីអូវីយ៉ាចាតែឥឡូវយើងតែទូនៃជនហ្នឹងមិនទេខ្ញុំគ្រាន់តែចង់ឲ្យមនុស្សប្រុសមានអត់ដល់មកតែមានមនសិការបុកមនុស្សស្អីឲ្យដល់ស្រាយចង់ដល់ស្រាយមកនេះបែរ